បទឈប់បាញ់ដ៏ផុយស្រួយរវាងអាមេរិកនិងអ៊ីរ៉ង់ឈានចូលថ្ងៃទី5រីឯការចរចារវាងភាគីទាំងពីរនៅទីក្រុងអ៊ីស្លាមាបាតនាថ្ងៃអាទិត្យទី12មេសាបានបិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពសហគមន៍អន្តរជាតិនិងមេដឹកនាំពិភពលោកបានសម្ដែងការសោកស្ដាយនិងជំរុញឲ្យភាគីជម្លោះបន្តចរចាគ្នាដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាភ្លាមប៉ាគីស្ថានបានបញ្ជាក់ពីជំហររបស់ខ្លួនបន្តធ្វើជាអន្តរការីជួយសម្របសម្រួលជំនួបពិភាក្សារវាងអាមេរិកនិងអ៊ីរ៉ង់នៅថ្ងៃខាងមុខនេះផ្អែកតាមប្រមុខការទូតប៉ាគីស្ថានដែលបានអំពាវនាវឲ្យភាគីទាំងពីរបន្តអនុវត្តបទឈប់បាញ់ចំណែកសហភាពអឺរ៉ុបបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថានក្នុងនាមជាអ្នកសម្របសម្រួលក្នុងជំនួបចរចាដ៏តានតឹងរវាងក្រុងវ៉ាស៊ីនតោននិងក្រុងតេហេរ៉ង់បើផ្អែកតាមអ្នកនាំពាក្យសហភាពអឺរ៉ុបក្រុងព្រីសែលក៏បានជំរុញឲ្យភាគីទាំងពីរបន្តប្រើយន្តការការទូតដើម្បីដោះស្រាយបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាជាមួយគ្នានេះអង់គ្លេសនិងអូស្ត្រាលីបានសម្ដែងការខកចិត្តនិងបានទទូចឲ្យអាមេរិកនិងអ៊ីរ៉ង់បន្តពិភាក្សាគ្នានិងអនុវត្តបទឈប់បាញ់ដើម្បីបញ្ជៀសការរីករាលដាលនៃសង្គ្រាមនៅក្នុងតំបន់នៅថ្ងៃអាទិត្យដដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទូរស័ព្ទទៅប្រធានាធិបតីអ៊ីរ៉ង់សុំខ្លួនធ្វើជាអន្តរការីក្នុងកិច្ចចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់នេះបើផ្អែកតាមវិមានក្រែមឡាំងដែលបានបន្ថែមទៀតថាក្រុងមូស្គូបានត្រៀមខ្លួនរួចរាល់ជួយសម្របសម្រួលស្វែងរកដំណោះស្រាយនយោបាយនិងការទូតដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ាដោយឡែកអូម៉ង់បានស្នើឲ្យភាគីទាំងពីរធ្វើសម្បទានដ៏ឈឺចាប់ពលគឺថយម្នាក់មួយជំហានដើម្បីឲ្យការចរចាទទួលបានជោគជ័យព្រមទាំងបានបំពេញវិនិយោគឲ្យបន្តគោរពបទឈប់បាញ់គួរជឿថាអូម៉ង់ធ្លាប់ធ្វើជាអ្នកសម្របសម្រួលក្នុងជំនួបចរចាការពីលើកមុនរវាងក្រុងវ៉ាស៊ីនតោននិងក្រុងតេហេរ៉ង់ពាក់ព័ន្ធនឹងសំណុំរឿងកម្មវិធីនុយក្លេអ៊ែរនិងអាវុធបាឡីស្ទិករបស់អ៊ីរ៉ង់ប៉ុន្មានម៉ោងក្រោយពីជំនួបចរចារវាងអាមេរិកនិងអ៊ីរ៉ង់ទទួលបរាជ័យនៅថ្ងៃអាទិត្យទី12មេសានេះលោក Donald Trump បានអះអាងថាកិច្ចពិភាក្សានេះទទួលបានផ្លែផ្កាល្អភាគីទាំងពីរបានយល់ព្រមគ្នាលើចំណុចជាច្រើនតែនៅខ្វែងគំនិតគ្នាត្រង់ថាអ៊ីរ៉ង់មិនព្រមបោះបង់ចោលមហិច្ឆតាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមួយគ្នានេះលោក Trump ក៏បានចេញបញ្ជាឲ្យកងទ័ពជើងទឹកអាមេរិកបិទច្រកសមុទ្រអុកម៉ូសដោយហាមមិនឲ្យនាវាទាំងអស់បើកឆ្លងកាត់ឡើយ